ជំរាបសួរខ្ញុំឈ្មោះហងសុភ័ណ្ឌជាគ្រូបង្រៀននៅប្រចាំនៅ Body Spa ខ្ញុំឈ្មោះអវ៉ាន់ធ្វើការនៅខាង Body ខ្ញុំឈ្មោះទៅមនីដាសប្តាហ៍នេះជា front office នៅ Body Spa សកម្មភាពខ្ញុំឈ្មោះសុផាលឿនជាបុគ្គលិកផ្នែកចំណូលសុខសាយនៅ Body Spa ខ្ញុំឈ្មោះសេលីនៅក្នុងក្រុមហ៊ុន Body នេះខ្ញុំមានតួនាទីជា Sales Supervisor ក្នុងនាមខ្ញុំជាមនុស្សស្រីម្នាក់ខ្ញុំមានមោទនភាពសម្រាប់ខ្លួនឯងធ្វើជាគ្រូបង្រៀនផ្ដល់នូវចំណេះដឹងទៅឲ្យនារីដទៃទៀតហើយដោយសារសប្តាហ៍នេះខ្ញុំមានជំនាញច្បាស់លាស់ខ្ញុំអាចធ្វើការរកលុយបានជួយគ្រួសារជួយឲ្យបងខ្ញុំបានសិក្សាបានរៀនមានចំណេះជំនាញហើយជួយជាចំហដល់គ្រួសារជួយសម្រាប់បន្ទុកគ្រួសារជាទូទៅយើងអាចឃើញគឺគេមិននិយាយថាស្ត្រីគឺពឹងខ្សោយតែជាក់ស្ដែងគឺយើងអត់ដូចអ្វីគេនិយាយដូចអ្វីគេគិតថ្ងៃនេះសប្បាយចិត្តដែលយើងមានន័យថាយើងពេញចិត្តនៅអីដែលខ្លួនឯងមានហើយក៏យើងសប្បាយចិត្តដែលយើងធ្វើអីដែលខ្លួនឯងស្រឡាញ់ពេលដែលខ្ញុំចាប់ផ្ដើមដំបូងមករៀននៅភ្នំពេញនេះគឺខ្ញុំមានការងារធ្វើនៅមុនពេលដែលខ្ញុំបានចាប់ផ្ដើមសិក្សាហើយខ្ញុំអាចរកលុយបាន support ការសិក្សារបស់ខ្ញុំក៏ដូចជាការចំណាយប្រចាំថ្ងៃរបស់ពួកខ្ញុំរហូតដល់ឆ្នាំទី4ឬក៏ឆ្នាំចុងក្រោយនឹងខ្ញុំមានមោទនភាពបំផុតសម្រាប់ជើងបានផ្ដល់លើកទឹកចិត្តទៅនារីសម្រាប់ថ្ងៃ3មីនាឲ្យគាត់មានកម្លាំងចិត្តតស៊ូយើងរកពឹងអ្វីដែលយើងមានគាត់ជឿជាក់លើខ្លួនឯងគាត់កុំយកពាក្យសម្ដីអ្នកដទៃមកមើលងាយគាត់បានគាត់មានគោលចំហរឹងមាំគាត់មានភាពអត់ធ្មត់គាត់មានភាពតស៊ូទោះបីពេលខ្លះទូនាទីគាត់តូចតាចទេប៉ុន្តែបើឲ្យអ្នកដែលមានទូនាទីធំដុំឲ្យទៅធ្វើបានដូចគាត់គឺធ្វើអត់បានទេអាចខ្លួនឯងឲ្យបានច្រើនជាងអ្នកណាទាំងអស់ហើយព្យាយាមលើកទឹកចិត្តខ្លួនឯងកុំបាក់ទឹកចិត្តទោះជាមានរឿងអីកើតឡើងក៏ត្រូវទៅមុខជានិច្ចជាងខ្ញុំស៊ូឲ្យថ្ងៃ3មីនានេះសម្រាប់នារីក្លាហាននឹងអ្វីដែលយើងមានក្នុងនាមយើងជាមនុស្សស្រីអ្វីដែលមនុស្សប្រុសធ្វើអត់បានទីមួយយើងអាចគេហៅថាជាមនុស្សស្រីម្នាក់ដែលអាចពោះដែលអាចគេហៅថាបង្កើននូវធនធានមនុស្សឲ្យដល់សង្គមយើងបរោះអាចពោះដូចនេះបានទេត្រូវរងនៅភាពពិបាក9ខែ10ថ្ងៃហើយបន្ថែមពីនឹងទៀតហ្នឹងគឺគាត់មានសិទ្ធិនៅក្នុងការធ្វើអីដែលគាត់ឆ្លាញ់បានហើយគាត់មានសិទ្ធិស្មារតីនៅជាមួយនឹងមនុស្សនេះដែររីករាយទិវាសិទ្ធិនារីអន្តរជាតិជូនពរឲ្យនារីគ្រប់រូបទទួលបាននៅក្តីស្រឡាញ់ការផ្ដល់តម្លៃហើយនឹងត្រូវជឿជាក់លើខ្លួនឯងថាអ្នកពិតជាអាចធ្វើបាន